និទានគំនិតក្រសែភ្នែកលោកអ្នកប្រកាសជាដឹងគ្រប់គ្នាពីសុភាសិតខ្មែរយើងដែលបានពោលថាក្លៀនឆ្ងាញ់ស្រឡាញ់ល្អរួចមកហើយសុភាសិតនេះបានបង្ហាញឲ្យឃើញពីភាពលំអៀងឬទំនោររបស់មនុស្សក្នុងការឲ្យតម្លៃឬការយល់ឃើញរបស់ខ្លួនទៅលើរឿងអ្វីមួយដែលល្អឬអាក្រក់វាអាស្រ័យទៅលើក្រសែភ្នែករបស់បុគ្គលម្នាក់ៗកាលដែលកំពុងឃ្លានទោះជាអំបិលប្រហុកក៏ឆ្ងាញ់នេះគឺជាការឲ្យតម្លៃទៅតាមសភាវគតិដោយមិនចាំបាច់មានហេតុផលអ្វីទេការឲ្យហេតុផលទៅតាមសភាវគតិរបស់មនុស្សវាមិនខុសអ្វីពីសត្វប៉ុន្មានទេមនុស្សត្រូវតែរៀនស្វែងយល់ឲ្យបានលើសពីនេះលើសកាន់តែឆ្ងាយកាន់តែល្អអ្នកប្រាជ្ញម្នាក់បានទុកពំនោលមួយថាមនុស្សពីរនាក់សម្លឹងមើលតាមប្រឡោះមួយម្នាក់មើលឃើញជាភក់ជ្រាំនឹងការភិតភ័យព្រឺព្រួយ ម្នាក់ទៀតមានក្រសែភ្នែកមុតស្រួចមើលឃើញជាដួងតារាដេរដាស់គួរឲ្យរីករាយនេះគឺជាវិធីគិតមួយបែបទៀតដែលរបស់តែមួយគេអាចមើលឃើញទាំងផ្លូវល្អនិងទាំងផ្លូវអាក្រក់ទៅតាមបុគ្គលម្នាក់ៗតាមពិតទៅមនុស្សម្នាក់ៗតែងតែមានអ្វីដែលល្អនិងអ្វីដែលមិនល្អនៅលាយឡំគ្នាជានិច្ចមិនអាចមាននរណាម្នាក់ជាមនុស្សល្អឥតខ្ចោះឬនរណាម្នាក់ជាមនុស្សអាក្រក់គ្រប់យ៉ាងដែលមិនមានអ្វីល្អសោះនោះទេការយល់ឃើញបែបនេះវានឹងជួយឲ្យយើងរៀនគិតនិងឲ្យតម្លៃមនុស្សទៅតាមផ្លូវណាដែលមានប្រយោជន៍ជាពិសេសរវាងគូស្នេហ៍ឬប្តីប្រពន្ធដែលយើងគួរចេះមើលឃើញចំណុចល្អរបស់អ្នកម្ខាងទៀតដើម្បីឲ្យជីវិតរស់នៅរួមគ្នាអាចនឹងមានដំណើរទៅមុខដោយរលូនបានមើលឲ្យឃើញចំណុចល្អរបស់គេទោះបីជាគេមានចំណុចខ្លះដែលមិនល្អតែកុំខ្វល់ជិះក្បាលខ្លាំងពេកតាមតែគេចោះជ្រើសយកតែចំណុចល្អនិងមានប្រយោជន៍យកមកដាក់ក្នុងចិត្តនោះជីវិតអ្នកប្រកាសជាបានសេចក្តីសុខតែខ្ញុំសូមរក្សាសិទ្ធិម្យ៉ាងត្រង់ថាយើងលើកលែងក្នុងករណីដែលគេមានលក្ខណៈល្អច្រើនជាងអាក្រក់មិនមែនមានតែអាក្រក់ច្រើនជាងល្អនោះទេបើអាក្រក់ច្រើនពេកទោះជាអ្នកខំសម្លឹងឲ្យលៀនភ្នែកក៏ជួយមិនបានដែរចំពោះរឿងចៅហ្វាយស្ដីបន្ទោសបើយើងគិតថាចៅហ្វាយនេះអាក្រក់ណាស់តើបានប្រយោជន៍អ្វីប៉ុន្តែបើយើងគិតថាចៅហ្វាយប្រដៅហើយខំធ្វើការឲ្យល្អតើវាមិនប្រសើរជាងឬចំពោះប្រពន្ធឬប្តីជាមនុស្សគំរីបើយើងគិតថាយីអីក៏យ៉ាប់ម្លេះស្រួលមិនស្រួលទាស់គ្នាហុយដីតែបើយើងគិតថាអ៊ីចឹងក៏ល្អដែរបើពេលមានអាសន្នអន់ក្រយើងមានសល់លុយបំរុងទុកសម្រាប់ដោះស្រាយឬក៏ធូរខួរក្បាលម្យ៉ាងដែរមនុស្សដែលចាំតែមើលបំណាំអ្នកដតីគេនឹងមើលឃើញតែចំណុចអាក្រក់ហើយត្រូវតស៊ូរស់នៅជាមួយគ្នាទាំងល្វីងជូរចត់ម្នាក់សុទ្ធតែដឹងរៀងខ្លួនថាគេចូលចិត្តខ្លួនឬមួយមិនចូលចិត្តហើយបើគេមិនចូលចិត្តខ្លួននោះខ្លួនក៏មុខជាមិនចូលចិត្តគេវិញដែរតើអ្នកពេញចិត្តឲ្យគេស្អប់ខ្លួនដែរឬទេបើអ្នកចាំតែរកចំណុចអាក្រក់របស់គេចិត្តគំនិតរបស់អ្នកនឹងដិតដាមទៅដោយសេចក្តីរិះឆាគំនុំគុំគួនក្តៅក្រហាយជារៀងរាល់ថ្ងៃតើក្នុងជីវិតរបស់អ្នកអាចរកសេចក្តីសុខឃើញដែរឬទេបើយើងប្រើក្រសែភ្នែកមើលពីចំណុចល្អរបស់គេយើងក៏នឹងបានធូរស្រាលក្នុងចិត្តមានសេចក្តីសុខហើយវាជាអ្វីដែលយើងអាចវឹកហាត់ទម្លាប់ខ្លួនឲ្យទៅដូចនេះបានតើរឿងអីយើងមិនព្រមធ្វើបើយើងប្រុងតែនឹងចាប់កំហុសយើងនឹងឃើញតែកំហុសរបស់គេបើយើងគិតថាគេអាក្រក់យើងនឹងឃើញតែក្តីអាក្រក់បើយើងមើលគេក្នុងផ្លូវល្អយើងនឹងឃើញក្តីល្អរបស់គេបើយើងជ្រើសរើសថានឹងមើលទៅផ្លូវណាយើងនឹងឃើញផ្លូវនោះបើយើងដើរសម្លឹងមើលតែដីយើងនឹងឃើញលុយដែលគេជ្រុះបើយើងឃ្លានខ្លាំងយើងនឹងឆាប់មើលឃើញហាងបាយបើយើងស្វែងរកក្តីសុខយើងនឹងទទួលបានក្តីសុខជាងអ្នកដែលមិនស្វះស្វែងមនុស្សល្អនឹងមើលឃើញពីអំពើល្អរបស់អ្នកដទៃ
មនុស្សអាក្រក់នឹងមើលឃើញតែក្តីអាក្រក់របស់អ្នកដទៃមនុស្សមានបញ្ញាត្រូវចេះបន្ស៊ីគ្នារវាងសភាវគតិហេតុផលនិងមនោសញ្ចេតនាទើបអ្នកអាចរកឃើញក្តីសុខតាមបែបអ្នកមានគតិបណ្ឌិតគេមិនចាប់អារម្មណ៍ថាអ្នកចេះដឹងដល់កម្រិតណានោះទេដរាបណាគេមិនទាន់ដឹងថាតើអ្នកដឹងពីសុខទុក្ខរបស់គេដល់កម្រិតណា